ស្ដេចទាំង4ដូចជាកូនចៅតកូលឈិងធៀមរាប់មិនអស់មិនអាចគ្រប់បានសម្រាប់ពួកវាប្រព័ន្ធរំលឹកម្ចាស់ផ្ទះទទួលយកតកូលធំទាំង4ធ្វើជាទេសកលអាចទទួលបានរង្វាន់វីរៈបុរសបុរាណពួកឯងទាំង4តកោយានប្រព្រឹត្តខុសធៀមទាំង3នាក់មិនបានត្រូវឈិងជាបបបញ្ឆោតទេមិនត្រឹមតែឈិងជាត្រីសម្រាប់ទេធៀមសូមអង្វរលោកប្រពេលខុសលេជាធៀមសុខចិត្តទទួលខុសត្រូវរាល់កំហុសសូមរកតាផ្ទៃទោសឲ្យធៀមផងយានប្រព្រឹត្តខុសធ្វើជាទេសកលតកូលឈិនខ្ញុំថោយើងក៏ស្នាប់ជ្រៅរកតោលោកតាឲ្យពួកអញ3ឆ្នៃ3ឆ្នៃក្រោយថាតើស្លាប់ប្រវោខ្ញុំជាអ្នកសម្ដែងលោកតា1ឆ្នៃលោកតាមិនអាចបោះបង់ចោលទេពួកខ្ញុំត្រូវធ្វើយ៉ាងម៉េចពួកយើងតកូលយេសេនរិននៅតែបិទទ្វារដាំដុះពួកយើងខ្លាចអ្វីតកូលឈិនសេនរិន2ឆ្នៃមិនអាចទ្រាំបានទេធៀមជាតកូលលីងបុរាណធៀមសុខចិត្តធ្វើជាទេសកលតកូលឈិនធៀមសុខចិត្តស្លាប់ត្រង់ប្រពេចខុសទេលោកតាជួយឈាមផងធៀមសុខចិត្តធ្វើជាទេសកលស្លាប់ថោលោកតាជួយខ្ញុំជួយលោកតាផងពួកយើងមិនខ្លាចទេត្រកូលទាំង4ធៀមសុខចិត្តធ្វើជាទេសកលស្លាប់ពួកយើងសុខចិត្តធ្វើជាទេសកលក្មេងស្រីមិនទាន់ទៅប្រមូលព្រលឹមទេចាស់លោកតាអ្នកណាហ៊ានទទួលយកកូនចៅខ្ញុំធ្វើជាទេសកលថោជីនហ្វាញមិនទាន់មកទទួលមរណភាពទៀតទេគ្រាន់តែឯងមិនមែនជាគូប្រកួតរបស់ខ្ញុំទេការតស៊ូរបស់តកូលឈិនគឺងាយស្រួលណាស់ឲ្យតែឯងមកទទួលមរណភាពខ្ញុំនឹងសម្លាប់ឯងព្រះសំទាំង3មិនទាន់បង្ហាញខ្លួនទៀតទេគ្រាន់តែអ្នកការពារគោរពរូបសំណាកសេនរិនឈិនហ្វានឯងនិយាយថាហ្វូហៃឡៅស៊ូមិនមែនជាគូប្រកួតរបស់ឯងទេបើបុកទាំងពួកយើង3នាក់ទៀតតាគ្រប់គ្រាន់ទេនៅតែមិនគ្រប់គ្រាន់ទេឈិនហ្វាំងឯងពិតជាឈួតមែនពួកយើងសិនរិនទាំង4នាក់រួមដៃគ្នាឯងក៏មិនដាក់ក្នុងភ្នែកដែរនិយាយរិនឥតប្រយោជន៍សម្រាប់ចោលទៅឈាមឲ្យពួកឯងមួយឱកាសទៅរកអ្នកការពារឲ្យច្រើនទៀតមានន័យយ៉ាងម៉េចពួកឯងមិនទាន់សំដែងធៀមចេញមកទេឈួតមែននិយាយឥតប្រយោជន៍ធៀមរស់នៅរាប់ពាន់ឆ្នាំហើយមិនដែលឃើញអ្នកណាហ៊ានមើងងាយពួកយើងសេនរិនទាំង4នាក់បាត់នេះទេអញពិតជាគិតថា